បាទជំរាបសួរពុកម៉ែបងប្អូនបាទខ្ញុំបាទចណាតឥឡូវនេះខ្ញុំកំពុងតែធ្វើបែបមួយតាក់ទងទៅនឹងនេះម៉ែប៉ាល់ជាអញ្ចឹងមើលភ្នែកខ្ញុំខាងនេះគឺមានកន្ទុយខ្លែនខាងនេះវាមានតិចមានគាត់ឡើងមកយ៉ាងក្រហមហ្នឹងបាទនេះយ៉ាងធំក្រហមធំនេះល្ងាញដាក់បាន2ថ្ងៃហើយដាក់ទឹកឃ្មុំសុទ្ធនេះទឹកឃ្មុំសុទ្ធយើងយកមកចុចឲ្យកន្លែងនេះមកឆ្លុះវាចឹងមកឆានតិចមកហើយយើងយកមកបតាក់នៅភ្នែកយើងទៅវាកាហាយមួយឆាវកាហាយមួយឆាវប៉ុន្តែព្យាបាលកន្ទុយខ្លែនបានល្អដាក់មកហ្នឹងទៀតទាំងពីរខាងនេះកាហាយប៉ុន្តែកាហាយមួយឆាវដែរមិនកាហាយរហូតទេណាទាំងយកទឹកឃ្មុំសុទ្ធទៅបតាក់ខាងនេះកាហាយងូចដែលចេញទឹកភ្នែកមានប៉ុណ្្នឹងទេមានអីទេដាក់ដើម្បីឆាប់ជាកន្ទុយខ្លែនភ្នែកតែមានកន្ទុយខ្លែនអញ្ចឹងយើងដាក់ទឹកឃ្មុំទៅបាច់ទៅទិញថ្នាំទិញស្អីទេឲ្យអស់លុយក៏មិនទិញថ្នាំអស់ចិត្ត50រៀលម្ដងដាក់ទៅដូចគ្នានេះដល់ដែលឥឡូវដាក់ទឹកឃ្មុំសុទ្ធម្ដងកាន់តែជាទឹកភ្នែកតិចទឹកភ្នែកជាឲ្យជាកន្ទុយខ្លែនវិញផ្លែយធំបានបតែចាស់ធំបានដាក់ឲ្យចេញទឹកភ្នែកចង់ទុកវិញហើយមានប៉ុណ្ណឹងឃ្មុំសុទ្ធលាបព្យាបាលកន្ទុយខ្លែនហ្នឹងហើយសូមជម្រាបលាអ្នកទាំងអស់គ្នាជម្រាបលា